មានបុរសក្រីក្រឈ្មោះវណ្ណាជាអ្នកធ្វើការកម្មករជីវិតប្រចាំថ្ងៃពោរពេញដោយភាពហត់នឿយការបែកញើសតាមពន្លឺថ្ងៃដើម្បីរកប្រាក់តិចតួចចិញ្ចឹមមាត់តែឪពុកចាស់ជរាថ្ងៃមួយនៅសាលារៀនខាងក្រុងយាងក្រុមស្រីស្អាតម្នាក់ឈ្មោះអេមីលីគាត់ជាកូនស្រីអ្នកមានគាត់មានរថយន្តផ្ទាល់ខ្លួនសម្លៀកបំពាក់ថ្លៃៗហើយជីវិតគ្មានការខ្វះខាតអេមីលីបានឃើញវណ្ណាកំពុងអូសឥតក្រោមថ្ងៃក៏ទៅចិត្តនាងស្រឡាញ់ទុកព្រួយដែលឃើញមនុស្សមានជីវិតលំបាកនាងបានយកទឹកឲ្យយកគាត់វណ្ណាស្ទើរតែមិនទទួលព្រោះមានអារម្មណ៍ថាខ្លួនគ្មានតម្លៃសម្រាប់នារីមានកេរ្តិ៍ឈ្មោះប៉ុន្តែពេលកន្លងទៅទាំងពីរចាប់ផតើមកស្គាល់គ្នាអេមីលីចូលចិត្តសប្បុរសនិងភាពស្មោះត្រង់របស់វណ្ណាតែការរួមគ្នានេះមិនងាយទេព្រោះឪពុកងតែនាងមិនអនុញ្ញាតវណ្ណាខ្ញុំគ្រាន់តែជាបុរសក្រីក្រខ្ញុំមិនអាចផតលោអ្វីដល់អ្នកបានទេអេមីលីចិត្តអ្នកស្អាតជាងទ្រព្យសម្បត្តិគ្រប់យ៉ាងខ្ញុំគ្រាន់តែចង់ឃើញអ្នកនៅចិត្តខ្ញុំទោះបីជាមានសេចក្ដីស្រឡាញ់ជ្រៅជ្រះក៏ជោគវាសនានាំឲ្យយកពួកគេត្រូវចែកចាយអេមីលីត្រូវរៀបការជាមួយបុរសអ្នកមានដែលឪពុកងតែបានកំណត់វណ្ណាដេកមើលពីចម្ងាយដោយបេះដូងបែកបាក់ចុងក្រោយវណ្ណាក៏នៅតែរស់ដោយការខិតខំធ្វើការដោយមានអរគុណចិត្តថាកាលណាមួយគាត់ធ្លាប់ទទួលបានសេចក្ដីស្រឡាញ់ពិត